បងប្អូនណាខ្លះធ្លាប់ស្ងោរម្រះហើយស្នៅលូនចោលម្រះបានបងប្អូនតាមមកដឹងពីតិចនិចងាយជាមួយនឹងខ្ញុំទាំងអស់គ្នាហើយស្ងោរថាម៉េចដើម្បីឲ្យម្រះយើងមានរសជាតិឈ្ងុយឆ្ងាញ់អត់សូវល្វីងណាបងប្អូនឥឡូវនេះខ្ញុំមានម្រះហើយនឹងស្លឹកខ្ទឹមនឹងខ្ញុំធ្វើការលាងសម្អាតនឹងឆ្វៀលម្រះឲ្យស្អាតអញ្ចឹងណាបងប្អូនហើយមានសាច់ស្មើមកបន្តិចជាមួយនឹងបង្គាបន្តិចផងដែរបន្ទាប់មកនឹងខ្ញុំចិញ្ច្រាំសាច់ហើយនឹងបង្គាឲ្យចូលគ្នាអញ្ចឹងណាបងប្អូនហើយមិនបាច់ម៉ត់ខ្លាំងពេកទេបងប្អូនម៉ត់ល្មមប៉ុណ្ណឹងបានហើយបន្ទាប់មកនឹងខ្ញុំធ្វើការបន្ថែមជាមួយនឹងស្លឹកខ្ទឹមហាន់វាល្អិតអញ្ចឹងណាបងប្អូនហើយជាមួយខ្ទឹមសខ្ទឹមខំចិញ្ច្រាំស្ករសប៊ីចេងអំបិលម៉ត់ហើយជាមួយនឹងប្រេងខ្យងផងដែរបងប្អូនបន្ទាប់មកនឹងខ្ញុំដាក់ទឹកស៊ីអ៊ីវអត់ប្រើទឹកត្រីបងប្អូនហើយក៏មានដាក់ម្រេចជាមួយនឹងម្សៅស៊ុបផងដែរស្ងោរម្រះនេះខ្ញុំអត់ដាក់ទឹកត្រីទេបងប្អូនដោយសារកុំឲ្យវាមានជាតិជូរនៅក្នុងទឹកស្ងោរអញ្ចឹងណាបងប្អូនបន្ទាប់ពីលាយគ្រឿងក្រៅរួចរាល់ហើយខ្ញុំធ្វើការច្របល់វាឲ្យសព្វល្អហើយទុកបន្លែកសិនហើយត្រង់នេះមានគ្រឿងដែលខ្ញុំទុកឆាដាក់ក្នុងស្ងោរអញ្ចឹងបងប្អូនហើយបន្ទាប់មកនេះខ្ញុំធ្វើការញាត់ម្រះត្រង់នេះដែរគឺជាចំណុចពិសេសដែលខ្ញុំបានរៀបរាប់នៅខាងក្បាលវីដេអូនេះបងប្អូនគឺម្រះដែលយើងញាត់សាច់ហ្នឹងយើងត្រូវឆ្វៀលខាងក្រោមផងបងប្អូនដោយសារតែម្រះកាលមុនខ្ញុំធ្លាប់ឆ្វៀលទៅស្នូលអស់អញ្ចឹងទៅខាងក្រោមវាអត់មានប្រហោងទេតែបើយើងធ្វើអញ្ចឹងគឺអាចនឹងសាច់លូនចេញពីម្រះហើយចឹងយើងត្រូវឆ្វៀលឲ្យមានប្រហោងទាំងសងខាងបងប្អូនចឹងទៅយើងស្ងោរម្រះទៅមិនបាច់ដោតឈើដោតអីញ៉ៃដូចជាខ្ញុំឃើញអ្នកខ្លះគាត់ដោតឈើចាក់ថ្មិញដោតអីខ្លាចសាច់លូនចេញអញ្ចឹងបងប្អូនតាមពិតទៅបើយើងឆ្វៀលឲ្យមានប្រហោងសងខាងគឺអត់មានសាច់លូនចេញទេបងប្អូនហើយនេះគឺជាតិចនិចមួយដែលខ្ញុំចេះពីម៉ាក់ដែរអញ្ចឹងណាបងប្អូនហើយបន្ទាប់មកយើងញាត់ម្រះរួចហើយអស់ហើយបងប្អូននេះហើយត្រង់នេះវិញខ្ញុំបានចាក់ខ្លាញ់ឲ្យក្តៅនៅលើខ្ទះអញ្ចឹងណាបងប្អូនដើម្បីយើងត្រៀមឆាគ្រឿងក្រៅដាក់ចូលទៅក្នុងទឹកស្ងោរយើងហើយកំឡុងពេលនេះខ្ញុំបានដាក់ដាំទឹកចោលមួយឆ្នាំងដែរហើយពេលនេះខ្លាញ់ក្តៅនេះខ្ញុំបានចាក់ខ្ទឹមសចូលអញ្ចឹងបងប្អូនដើម្បីរំលឹងវាឲ្យរៀងឈ្ងុយបន្តិចណាបងប្អូនវាឡើងក្លាតក្រហមព្រឹងទៅនឹងខ្ញុំធ្វើការចាក់ជាមួយនឹងផ្កាក្រៀមហើយជាមួយនឹងមឹកក្រៀមដែលយើងហៅថាផ្កាយឺហឺនឹងបងប្អូនហើយនឹងខ្ញុំឆាវារំលឹងរៀងក្លិនរៀងឈ្ងុយបន្តិចទៅនឹងខ្ញុំដាក់ជាមួយស្បែកជ្រូកដែលយើងផ្នែកពីសាច់ជ្រូកយើងច្រាមមុនហ្នឹងបងប្អូនហើយខ្ញុំដាក់សាច់ជ្រូកច្រាមចូលមួយស្លាបព្រាបាយផងដែរបងប្អូនពេលឆាហ្នឹងខ្ញុំមិនបានថែមថយគ្រឿងអីទេបងប្អូនដោយសារតែសាច់ជ្រូកចឹងបានលាយគ្រឿងមុនហ្នឹងហើយអស់ហើយអញ្ចឹងទៅយើងឆាវាឲ្យមើលទៅក្លិនរៀងឈ្ងុយរៀងកន្លាតបន្តិចទៅនេះខ្ញុំធ្វើការយកវាមកបង់នៅក្នុងទឹកដែលយើងដាំពុះហ្នឹងបងប្អូនចាត្រង់នេះដែរបើសិនបងប្អូនកុំឲ្យស្មុគស្មាញច្រើនយើងឆានៅក្នុងឆ្នាំងហើយចាក់ទឹកយកតែម្ដងក៏បានដែរបងប្អូនគាត់ថានេះខ្ញុំអត់ចង់ឆានៅក្នុងឆ្នាំងទេដោយសារខ្ញុំចង់ឲ្យបាតឆ្នាំងនេះខ្ញុំវាស្អាតល្អអញ្ចឹងណាបងប្អូនខ្ញុំដាំទឹកក្នុងឆ្នាំងវិញហើយឆានៅខ្ទះផ្សេងចាក់ចូលវិញអញ្ចឹងណាបងប្អូនបន្ទាប់ពីនឹងទៅខ្ញុំធ្វើការបង់ម្រះដែលយើងញាត់សាច់ហើយហ្នឹងបងប្អូនចូលទៅក្នុងទឹកស្ងោរយើងតែម្ដងហើយចំពោះនេះវិញគឺសាច់ជ្រូកចិញ្ច្រាំជាទូទៅខ្ញុំតែងតែចិញ្ច្រាំឲ្យវាសអញ្ចឹងបងប្អូនដើម្បីធ្វើការពុះដូចប្រហិតអញ្ចឹងបងប្អូនម្ដុំដាក់ចូលទៅក្នុងឆ្នាំងស្ងោររបស់យើងដើម្បីឲ្យកូនញ៉ាំព្រោះដោយសារកូនខ្ញុំចូលចិត្តញ៉ាំសាច់ជ្រូកចិញ្ច្រាំហ្នឹងបងប្អូនហើយជាមួយនឹងទឹកស្ងោរប៉ុន្តែចំពោះសាច់ម្រះវិញអត់ចូលចិត្តញ៉ាំទេអញ្ចឹងបើសិនអត់ដាក់សាច់ចិញ្ច្រាំផ្សេងហ្នឹងច្បាស់ជាផ្លែស្នូលម្រះនឹងទលូនហើយបងប្អូនអើយចាហើយបន្ទាប់ពីហ្នឹងមកនេះខ្ញុំធ្វើការសេរីនាទីទុកចោលប្រហែលជាជិត1ម៉ោងបងប្អូនចាបងប្អូនអាចស្មានមើលតាមហ្នឹងយើងរំងាស់កាន់តែយូរកាន់តែឆ្ងាញ់បងប្អូនហើយនេះដោយសារជាក្រាបនេះខ្ញុំវាមានកំណត់នាទីអញ្ចឹងទៅខ្ញុំសេរីនាទីវាចោលទៅដល់មកគឺវារលត់ខ្លួនឯងអញ្ចឹងណាបងប្អូនវាលោតភ្លើងអូតូបន្ទាប់ពីរំងាស់បានមួយស្បកធំហើយបងប្អូនអាចភ្លក់មើលតាមហ្នឹងហើយយើងបង់គ្រឿងតាមហ្នឹងណាបងប្អូនខ្ញុំបង់ប៊ីចេងស្ករហើយជាមួយនឹងអំបិលអីអញ្ចឹងណាបងប្អូននិយាយទៅបងប្អូនអាចភ្លក់ហើយលើលោកគ្រឿងទៅតាមចំណង់ចំណូលចិត្តអញ្ចឹងណាបងប្អូនតែហាមដាក់ទឹកត្រីបងប្អូនកាលណាតែយើងដាក់ទឹកត្រីចូលយើងរំងាស់កាន់តែយូរទឹកស្ងោរនេះកាន់តែមានជាតិជូរនៅក្នុងពេលយើងញ៉ាំចុងមាត់អញ្ចឹងបងប្អូនវាអត់សូវឆ្ងាញ់ទេអញ្ចឹងកុំដាក់ទឹកត្រីចំពោះស្ងោរម្រះនេះគឺជាតិចនិចរបស់នាងខ្ញុំបងប្អូនហើយចំពោះការរំងាស់នេះដែរបងប្អូនបើសិនជារីងទឹកបងប្អូនអាចថែមទឹកទៅតាមចំណង់ចំណូលចិត្តអញ្ចឹងណាបងប្អូនហើយជាមួយនឹងរសជាតិដែលយើងភ្លក់មើលថាល្មមនឹងទឹកប៉ុណ្ណឹងអីប៉ុណ្ណឹងអញ្ចឹងណាបងប្អូនលៃលោកទៅតាមហ្នឹងទៅគឺរួចរាល់ហើយបងប្អូនចាមួយទៀតចំពោះស្ងោរម្រះនេះដែរបងប្អូនអាចបង់ពងមាន់ឬក៏ពងទាចូលមកគ្រាប់អញ្ចឹងបងប្អូនដើម្បីបង្កើនរសជាតិកាន់តែឈ្ងុយឆ្ងាញ់ហើយចំពោះគ្រួសារនេះខ្ញុំវិញកូនខ្ញុំចូលចិត្តណាស្ងោរម្រះដាក់បងពងទាចូលទៅក្នុងទឹកស្ងោរម្រះហ្នឹងបងប្អូនហើយជាមួយសាច់ជ្រូកចិញ្ចាំនេះខ្ញុំបងចូលទឹកស្ងោរបងប្អូននិយាយថាដួសឲ្យញ៉ាំស្រូបបាយហត់គ្រូគឺថាចូលចិត្តខ្លាំងមែនតើហើយប៉ុន្តែប្តីនឹងខ្ញុំអត់ចូលចិត្តទេស្ងោរម្រះដាក់ពងទាអញ្ចឹងវាជាទូទៅនឹងខ្ញុំស្ងោរឲ្យរំលែកជា2ឆ្នាំងដាក់កូនឆ្នាំងមួយសម្រាប់ស្ងោរបងពងទាឲ្យកូនខ្ញុំអញ្ចឹងណាតែការស្ងោរម្រះគោះពងទាដាក់ហ្នឹងខ្ញុំអត់បានថតឲ្យបងប្អូនកុំឲ្យវីដេអូយើងវាវែងពេកអូខេហ្នឹងបងប្អូនអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់ថ្ងៃនេះបងប្អូនអរគុណច្រើនដែលបានទស្សនាតាំងពីដើមដល់ចប់ហ្នឹងហើយបងប្អូនអរគុណច្រើនបាយបាយ